រម្នាក់ជាម៉ូតូបុកទ្រូងផ្លូវបណ្ដាលឲ្យដួលបុកក្បាលររបួសធ្ងន់បរិម្នាក់បានរងរបួសធ្ងន់ក្រោយម៉ូតូទៅបុកទ្រូងផ្លូវការពេលវេលាម៉ោង 20 និង 30 នាទីថ្ងៃទី 4 ខែមករាឆ្នាំ 2026 នៅចំណុចផ្លូវបំបែក Highway ស្ថិតក្នុងភូមិខ្សាច់ពយសង្កាត់វត្តកក្រុងបាត់ដំបងប្រពន្ធនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខលើនេះកើតឡើងដោយម៉ូតូ ម៉ាក Honda Dream ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបងមួយទី 5226 បាក់បោដោយបរិម្នាក់ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏បានជ្រុលមកបុកទ្រូងផ្លូវពេជ្រទំហឹងបណ្ដាលឲ្យដួលបោះក្បាលរងរបួសធ្ងន់តែម្ដងក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកមធ្យោបាយត្រូវបានយកទៅរក្សាទុកនៅការិយាល័យជំនាញផងដែរគាត់ពេទ្យដែរគាត់ពេទ្យដែរនោះអូនោះវិជិបកនោះស៊ីនួនណាចេះស៊ីនួនណាមិនកែវស៊ីនួនហើយស៊ីនួនណាមិនកែវស៊ីនួនអីណាមិនដឹងហ្មងដែរបងណាស៊ីនួនអោក្មេងណាក្មេងឃើញប្រហោះនេះទូរស័ព្ទអោនេះទៀតទូរស័ព្ទអោនេះឡើងតោបាក់អើយបាក់គាត់ត្រូវដែរបងមិនយ៉ាងត្រូវនោះម៉ូតូនៅខាងនោះបងម៉ូតូនៅខាងនោះវាចាំដឹងវាអូនឲ្យឡើងឡានចាំឲ្យមិនចុចមកលេខបងប្អូនយើងជួយបង